ជំរាបសួរហើយនឹងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកវិញម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីដែលថ្ងៃនេះយើងនឹងនិយាយគ្នាអំពីការដាក់គ្រប់ policy និងការ deploy software ទៅឲ្យ client ដោយប្រើប្រាស់គ្រប់ policy អូខេអញ្ចឹងដើម្បីធ្វើបានយើងជាដំបូងយើងចូលមក server manager របស់យើងសិនមកដើម្បី install ប៉ុន្តែtool មួយហ្នឹងដូចជា install មកជាមួយនឹង Active Directory ហើយគឺមួយនេះគ្រប់ policy managementអូខេអញ្ចឹងយើងបិទអាហ្នឹងមកតោះយើងចូលមក search មកយើងដាក់គ្រប់ policy management មកអញ្ចឹងគឺយើងបើកមកគឺយើងឃើញ forest នេះគឺជា test.local domain គឺឈ្មោះ domain ហើយនឹង default domain policy នេះគឺជា GPO មួយដែរប៉ុន្តែជា default GPO ទេហើយយើងមាន2 OU គឺ domain controller ហើយនិង user test ដែល user test នេះគឺក្នុងហ្នឹងខ្ញុំបានបង្កើតដូចជា4 user នៅក្នុងហ្នឹងឯងអញ្ចឹងដើម្បីយើងធ្វើការ deploy software ទៅកាន់ client បានបន្ទាប់មកគឺយើងចូលមកកាន់ folder របស់យើងដើម្បី share folder មួយដែលយើងផ្ទុកទៅដោយ software នៅក្នុងហ្នឹងហើយយើង share ទៅឲ្យម៉ាស៊ីនដែលនៅក្នុង domain របស់យើងមកបានអាចគេគាត់ install បានអូខេហើយមួយទៀតគឺយើងប្រកាសថា file ដែលយើងដាក់ទៅហ្នឹងគឺជា file MSI បានអាចshare ហើយ install តាម GPO បានអូខេឥឡូវខ្ញុំចង់សាក install Telegram ដែលខ្ញុំ download ជា MSI ហ្នឹងអូខេអញ្ចឹងយើងយកវាមកដាក់បានហើយយើងចាប់តាម share folder ហ្នឹងមកគឺ folder ធម្មតាគឺចូលមក property sharing អូខេ share កន្លែងនេះគឺយើងដាក់មក everyone យើង add ចូលមកនឹង create drive អូខេ share អូខេបន្តមក done យើងចូលមក security អូខេ everyone មកហើយអញ្ចឹងបន្តមកគឺនៅក្នុង group policy នេះគឺយើង add new មកnew យើងចង់ដាក់ឈ្មោះអីក៏បានដែរ group policy របស់យើងហ្នឹងអូខេខ្ញុំសុំដាក់ថា software អញ្ចឹងយើងបើកកន្លែងនេះគឺយើងឃើញថាវាមកហើយអូខេអញ្ចឹងយើងចូលមក edit បន្ទាប់មកយើងឃើញថាវាមាន2គឺ computer configuration ហើយនិង user configuration អញ្ចឹងគឺការធ្វើ deploy software នេះគឺយើងធ្វើតាក់ទងទៅនឹង computer configuration អញ្ចឹងនៅក្នុង computer configuration គឺយើងមាន2ទៀតមាន policy ហើយនិង preferences អញ្ចឹង policy គឺជាការកំណត់ដែលអាចថាកុំព្យូទ័រនឹងធ្វើអីបានឬក៏ធ្វើអីមិនបានអញ្ចឹងឥឡូវខ្ញុំសូមចេញក្រៅ topic ដែលយើងនិយាយគ្នាអំពីការ install software ហ្នឹងអញ្ចឹងយើងឃើញថាវាមានច្រើននៅក្នុង computer configuration ហ្នឹងបើយើងនិយាយទៅគឺយើងអាចដាក់ policy អីឲ្យគេច្រើនដូចជាកន្លែងនេះអញ្ចឹងកន្លែង control panel យើងចង់ឲ្យខាង client នេះគឺគាត់អាចបើក control panel ឬមិនយើងអាចកំណត់បានយើងឧបមាថាឥឡូវយើងអត់ចង់ឲ្យគាត់បើក control panel ទេយើងខ្លាចគាត់បើកទៅលេងកន្លែង network ឬលេងកន្លែងuninstall software អីញ៉ៃអញ្ចឹងគឺយើងដាក់កន្លែងហ្នឹងគឺគ្រប់ policy គឺយើង enable ឲ្យគាត់បើកcontrol panel បានអញ្ចឹងកន្លែងហ្នឹងឯងដែលគេប្រើ Windows Server និងប្រើគ្រប់ policy ច្រើនអញ្ចឹងចូលវិញគឺតាក់ទងជាមួយនឹងការ software setting របស់យើងគឺយើងចូលមកកន្លែងហ្នឹងកន្លែងនេះគឺយើងមាន software installation ហ្នឹងតោះមកយើងមកស្ដាំមកយើងយក new គឺយក package បន្ទាប់មកយើងអត់ share យើងអត់ចូលមក share យើងអត់ចូលមកដាក់ location នៅកន្លែងហ្នឹងឯងគឺយើងចូលទៅដាក់ location នៅ folder ដែលយើងបាន share អញ្ចឹងយើងវាយ IP របស់ domain យើងមកដែលយើងបាន share មុនហ្នឹងអូខេយើងចូលមក folder របស់យើងគឺ software មួយនេះអូខេនេះគឺជា file របស់យើងគឺជា file MSI ហ្នឹងដែលខ្ញុំនិយាយមុនហ្នឹងគឺកន្លែងនេះគឺយើងឃើញថា Windows Installer Package គឺបានតែ MSI តែប៉ុណ្ណោះអញ្ចឹងហើយបើយើងត្រូវការ file MSI ដើម្បីប្រើវាបានអូខេអញ្ចឹងកន្លែងនេះគឺយើងមាន3ប៉ុន្តែកន្លែង publish នេះគឺគេឲ្យប្រើទេ publish នេះប្រើបានលុះត្រាតែយើងប្រើវានៅក្នុង user configuration បាន public នេះប្រើបានព្រោះ public នេះគឺតាក់ទងជាមួយនឹងការយើងដាក់installation ដូចគ្នាប៉ុន្តែ
user គាត់អាចមានសិទ្ធិថាអូខេគាត់ចង់ install ឬមិនគឺគាត់អាចដាក់បានអាសានេះគឺយើងអាហ្នឹងយើងកំណត់ហ្មងថាអូខេពេលដែលកុំព្យូទ័រហ្នឹង sign out ហើយនឹង sign in មកភាសាទៀតគឺ software ហ្នឹងគឺ install ហ្មងដោយមិនបាច់មានថាសួរយោបល់ទេ advanced នេះគឺស្តៀងទៅនឹង publish ដែរដែលវានឹងត្រូវមានការសួរទៅកាន់ user សិនដែលវាចេញជា dialog អីឲ្យ user click ចឹងណាអញ្ចឹងយើងអត់យកហ្នឹងគឺយើងយក assign ដើម្បីឲ្យគឺយើងតម្រូវឲ្យកុំព្យូទ័រទាំងអស់ត្រូវបាន install software ដែលយើងបានកំណត់អូខេអញ្ចឹងបន្ទាប់ពីយើងបានដាក់ file MSI របស់យើងនៅក្នុងហ្នឹងមកយើងឃើញថាវាចូលហើយគឺខ្ញុំដាក់ជាមួយនឹង Telegram test ហ្នឹងអូខេបន្ទាប់ពីអញ្ចឹងហើយយើងខ្វែងមកគឺវាបាន save នៅហ្នឹងឯងយើងចូលមើលខ្លះទៅគឺវាមានអីអូខេយើងអាចមកស្ដាំមកយើងយកមើល property មូលហេតុគឺយើងចង់មកមើលកន្លែងនេះគឺ uninstall this application when it fall out of the scope of management ចឹងមិនថាកន្លែងហ្នឹងបើសិនជាម៉ាស៊ីន client ហ្នឹងគាត់លែងនៅក្នុង scope របស់ domain អញ្ចឹងគឺ software ហ្នឹងគឺ automatic គឺវានឹង uninstall ខ្លួនឯងមកអញ្ចឹងបើយើងយកអាហ្នឹងក៏ល្អដែរព្រោះអីកុំឲ្យ software ដែលយើងបានdeploy ឲ្យគេហើយពេលម៉ាស៊ីនហ្នឹងគេលែងប្រើហើយលែងនៅក្នុង domain វានៅតែជាប់ software អញ្ចឹងគឺយើងយកហ្នឹងក៏ល្អដែរអូខេបន្ទាប់ពីយើងបង្កើតហើយគឺយើងចាប់ផ្ដើម link GPO ហ្នឹងទៅកាន់ OU user test នេះមកអញ្ចឹងយើងមកស្ដាំទៅលើ user test មកយើងយក link instance existing GPO មកអញ្ចឹងគឺយើងយក software មកអូខេអញ្ចឹងគេថា software គឺបានចូលមក OU របស់ user ហើយអូខេអញ្ចឹងយើងឃើញថាវាអត់ទាន់មានអីទាំងអស់អញ្ចឹងយើងគឺវាយ command មួយដើម្បីឲ្យវាស្គាល់នឹង force វា update វាអូខេ command ហ្នឹងគឺ gp update អូខេ /force អូខេអញ្ចឹងវានឹង update policy update GPO ថ្មីដែលយើងបាន apply ហ្នឹងទៅលើម៉ាស៊ីន client មួយហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងបាន force GP update ហ្នឹងហើយគឺវាសួរយើងឲ្យ restart ម៉ាស៊ីនអញ្ចឹងវាទាមទារឲ្យ restart ម៉ាស៊ីនគឺដើម្បីឲ្យវាមានពេល install software ហ្នឹងចូលអូខេអញ្ចឹងយើងយក yes មកយើង enter អូខេ about to sign out អូខេអញ្ចឹងបន្ទាប់ពីកុំព្យូទ័រយើងបាន restart មកវិញហើយគឺយើងឃើញថាវាមាន Telegram software មួយនេះគាត់ថាបងខ្ញុំគឺវាអត់ចេញ icon អត់ចេញអីដោយសារកុំព្យូទ័រនេះគឺវាអស់ space អីអញ្ចឹងគឺវា install មកអត់គ្រប់មាន icon មានអីហើយបើកប្រើក៏ដូចជាអត់បានដែរហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងអរគុណ